បានជំរាបចាជំរាបថាបងខ្ញុំមានកម្មវិធីមួយព្រោះបងជា idol ខ្ញុំតាំងពីក្មេងខ្ញុំស្រឡាញ់បងឯងច្រៀងហើយក៏ចូលចិត្តយកបទចម្រៀងរបស់បងឯងយកមកច្រៀងចាដល់ចឹងទៅខ្ញុំក៏អត់ព្រោះខ្ញុំអត់ដែរដឹងថាidol ក្នុងចិត្តគាត់នឹងពីណាគេទេគាត់ធ្លាប់ជួបគ្នានៅក្រៅដែរតែដល់ពេលគាត់ផ្ញើសារមកខ្ញុំចឹងទៅក៏ខ្ញុំថាអូខេអូនឥឡូវចង់ឲ្យបងធ្វើអីគេខ្លះឬក៏មាន plan អីខ្លះចឹងណាក៏គាត់ឲ្យក្រុមការងារគាត់រៀបរាប់ប្រាប់យើងថាអញ្ចឹងហើយគាត់សុំឲ្យយើង keep លាក់អត់ឲ្យដឹងឯងគាត់ចង់ surprise ទស្សនិកជនហ្មងដល់ពេលហើយគាត់ក៏លើកយកបទចម្រៀង3បទរបស់ខ្ញុំពីមុនហ្នឹងមកច្រៀងផ្ទាល់យកមកធ្វើ remix ហើយយីរំធ្វើបទឲ្យយើងតែម្ដងជាភ្លេងថ្មីបែបថ្មីតែបរិយាចម្រៀងដដែលចឹងចារំភើបចិត្តទេរដ្ឋាបងរំភើបខ្លាំងហ្មងបងទី1ចង់និយាយថាយើងបានទៅរួមដៃគូជាមួយនឹងស្មាត់ទៅឥឡូវក្មេងដែលក្រោយយើងគាត់លំខ្លាំងចាជាសិស្សប្អូនយើងប៉ុន្តែគាត់អត់ចោលយើងគាត់នៅតែនឹកឈ្មោះយើងដូចជាកញ្ញាទេពព្រឹកអីក៏ចឹងដែរចាគាត់អត់ដែរចោល idol គាត់ដែលគាត់ស្រឡាញ់អីចឹងគឺគាត់ហៅខ្ញុំទៅ concert ទៅ fit ជាមួយគ្នាអីចឹងណាបងហើយក៏ទទួលបានជោគជ័យនៅពេលដែលចេញជ្រៀងដំបូងហ្នឹងគឺគេអត់ដឹងថាជាពីណាដោយសារកលៈហ្នឹងគឺជាកលៈ rap អញ្ចឹងទៅទាំងអស់គ្នាគេអត់ដែរដឹងថាខ្ញុំនឹងចេះ rap ឬក៏មានបទ rap ទេព្រោះបទយើងច្រើនពេកបងបទយើងច្រើនពេកចេញមក clear ទៅអត់ដឹងទៅពេលជ្រៀងយូរទៅដល់កន្លែង sex បានពីគាត់ថាឃើញយើងអញ្ចឹងគាត់ហូរពេញមក hall ហ្មងបងហើយខ្ញុំក៏អួយរំភើបដែរពេលជ្រៀងអត់ចង់ចេញណាបងអញ្ចឹងចាញ័ររំភើបដោយសារមនុស្សហូរច្រើនពេកខ្ញុំមានអារម្មណ៍នេះប៉ុន្តែកតាអីខ្លះដែលជំរុញឲ្យអូនឈរនៅលើឆាកហ្នឹងហើយត្រូវតែធ្វើវាឲ្យចាប់ចុងចាប់ដើមដូចជាអ្វីដែលរំពឹងទុករបស់ពេជ្រសូលីកានិយាយទៅគាត់និយាយមួយម៉ាត់គាត់ថាខ្ញុំជឿថាបងធ្វើបានទោះបីជាបងខានជាងបត់អញ្ចឹងយូរហើយក៏ដោយតែខ្ញុំជឿថាបងធ្វើបានហើយខ្ញុំក៏ប្រាប់ខ្លួនឯងវិញថាព្រោះបត់ហ្នឹងនិយាយរួមទៅ sexy boy ហ្នឹងខ្ញុំអត់ដែរជ្រៀងសំបីតែម្ដងព្រោះវាមាន rap មានអីវាពិបាកសម្រាប់ខ្ញុំព្រោះយើងធ្លាប់តែជ្រៀងរបៀប slow ឬក៏ញាក់អីតែមួយនេះរបៀបចេញមកជា rap ជាអីខ្ញុំរៀងបាក់ដែរបងដល់គាត់ថាត្រូវតែធ្វើឲ្យបានហើយដល់ពេលឲ្យខ្ញុំធ្វើទៅគាត់ថាអត់ទេបងឯងធ្វើបានតែមកពីបងឯងអត់ធ្វើហើយមួយទៀតនៅពេលដែលនៅលើឆាកហ្នឹងគឺចង់និយាយថាខ្ញុំត្រូវតែធ្វើដើម្បី fan ខ្ញុំមួយដែរដោយសារពួកគាត់ខំនិយាយថាពេលមានវត្តមានយើងគាត់ដឹងតែមានវត្តមានលើយើងលើឆាកปุ๊បគាត់ហូរឡើងពេញ hall ហ្មងបងគាត់ដឹកស្មារតីបងខ្ញុំពេលនេះឡើងភឺសបល់ខ្ញុំថាអូគេនៅស្គាល់ខ្ញុំច្រើនតារដ្ឋាគាត់ថាខ្ញុំថាអូគេនៅស្គាល់ខ្ញុំច្រើនតាឡើងចឹងមកមើលចុះទោះបីជាមនុស្សនៅតែក្នុងផ្ទះឡើងគីឡូមើលតែកូនប៉ុន្តែបទចម្រៀងនៅតាម KTV ក៏នៅតែគេច្រៀងចាបទចម្រៀងតាមភូមិក៏នៅតែគេច្រៀងនៅផ្ទះលេងជួបជុំគ្រួសារក៏គេនៅតែច្រៀងបទរដ្ឋាបងក៏ជា fan ម្នាក់របស់រដ្ឋាដែលតែងតែច្រៀងអ្នកផ្សេងមិនដូចបងគឺទៅតែចេះប្រូពីដើមដល់ចប់យល់ទេតែមកថាវាជាគេហៅថាជាអ្វីមួយដែលមនុស្សម្នាក់អាចចាំអូនតាមរយៈបទចម្រៀងរបស់អូនអញ្ចឹងអ្វីដែលអូនមិនបោះបង់គឺវាត្រឹមត្រូវហើយព្រោះគេនៅតែស្គាល់បទចម្រៀងរបស់អូនតារាបណាគេស្គាល់បទចម្រៀងរបស់អូនគឺដូចជាស្គាល់អូនដដែលវាអត់មានអីថ្មីទេអញ្ចឹងណាហ្នឹងហើយហើយនៅពេលដែលអូនបានចាប់ដៃជាមួយនឹងសូលីកាឥឡូវគាត់ពេញនិយមទៅលើបទ solo លក្ខណៈគេហៅថាខូចចិត្តបទបែកគ្នាបទ set អញ្ចឹងទៅហើយយើងក៏ជាដៃគូម្នាក់នៅក្នុង concert របស់គាត់ហើយបន្ទុះចេញមកឲ្យយើងមានអារម្មណ៍ថាអត់មានអ្នកណាចោលយុទ្ធរដ្ឋាដូចគ្នាចាត្រូវទេពេលនោះមកឃើញយំទេត្រូវរំភើបខ្លាំងគាត់និយាយចេញមកវាចាក់ចំបេះដូងខ្ញុំថាខ្ញុំមិនដែលដឹងថាគាត់ស្រឡាញ់យើងដល់ថ្នាក់គាត់ត្រូវតែមាន concert ឬក៏ត្រូវធ្វើអីជាមួយខ្ញុំខ្ញុំមិនដែលដឹងដល់ណាក់ហ្នឹងទេបងព្រោះបើសិនជាគេធម្មតាអាចនឹងរើសអើងថាអូនធាត់អូនអញ្ចឹងចូលក្នុងហ្នឹងអញ្ចឹងទៅមិនសូវស្អាតមិនសូវអីចឹងប៉ុន្តែគាត់មានការគិតខុសពីគេវិញណាចាមួយវិញទៀតបងខ្ញុំបើនិយាយធៀបប៉ាត់របស់ខ្ញុំនៅផ្ទះខ្ញុំចូលចិត្តច្រៀងទោះបីចម្រៀងហ្នឹងជាចម្រៀងឥឡូវឬក៏ចម្រៀងពីមុនបោះសិស្សប្អូនក៏ដោយតែសំខាន់យើងចូលចិត្តច្រៀងទៅកុំប្រកាន់ថាត្រូវតែច្រៀងបទអ្នកនេះត្រូវតែច្រៀងបទអ្នកនោះអត់ច្រៀងបទអ្នកនេះអត់ច្រៀងបែរទេបងការសុបាយក៏ដែរគិតចឹងទេដូចអូននិយាយតាំងពីដើមអញ្ចឹងមនុស្សលុះត្រាតែចំណែនគេបានស្អប់គេបើសិនជាយើងអត់ចំណែនគេយើងអត់មានតែទឹះគេទេហើយយើងអត់ចំណែនគេយើងក៏អត់ស្អប់គេដែរហើយមូលហេតុស្អប់មនុស្សសូម្បីតែពេលខ្លះឈ្មោះមិនស្គាល់គ្នាផងតែស្អប់
វាតាមរបៀបណាអមែនអត់ ចា លេខផ្ទះលេខផ្លូវមិនស្គាល់ថាគេនៅទីណាអីផងហេតុអីចាំបាច់ចិញ្ចឹមចិត្តស្អប់គ្នាចំណែនគ្នានឹងទីគ្នាទៅអី ចា ចាបើសិនជាគាត់មានទេពកោសល្យនៅក្នុងការដែលគាត់បង្ហាញក៏វាជាលក្ខណៈមួយដែលគាត់អាចមានចំណូលចិញ្ចឹមជីវិតខ្លួនគាត់ចំណូលក្រៅពីការងារផ្ទាល់ខ្លួនរបស់គាត់ដែរ